មានបងប្អូនយើងលើ TikTok គាត់សួរថាចេះខែក្តៅចេះបែកញើសច្រើនអញ្ចឹងវាគួរតែរុនញើសរបស់យើងនឹងបើកចំហហេតុអីបាននៅតែស្ទះគោរោមឡើងមុនទៀតសំណួរល្អមែនតើបើសិនជាយើងមើលឲ្យលម្អិតនៅក្នុងគោរោមរបស់យើងណាគឺមានក្រពេញ2ទី1គឺក្រពេញញើសទី2គឺក្រពេញប្រេងដែលនៅពេលដែលអាកាសធាតុក្តៅបែកញើសខ្លាំងគឺក្រពេញញើសដែលវាធ្វើការអញ្ចឹងក្រពេញញើសហ្នឹងគឺចាប់ផ្ដើមផលិតញើសហើយបញ្ចេញញើសហ្នឹងទៅខាងក្រៅតាមរយៈគោរោមរបស់យើងដូចគ្នាប៉ុន្តែអីដែលឲ្យឡើងមុនមិនមែនក្រពេញញើសនេះទេគឺក្រពេញប្រេងដែលក្រពេញប្រេងហ្នឹងក៏ចាប់ផ្ដើមធ្វើការដែរនៅពេលដែលថ្ងៃក្តៅហ្នឹងគឺគាត់ចាប់ផ្ដើមបញ្ចេញប្រេងហ្នឹងទៅដូចគ្នាដែលប្រេងហ្នឹងឯងនៅពេលណាដែលវាផលិតនៅក្នុងបរិមាណមួយដែលច្រើនបូកផ្សំជាមួយនឹងញើសផងទលីដីផងក្តៅហ្នឹងទៀតគឺវាធ្វើឲ្យប្រេងហ្នឹងវាចាប់ផ្ដើមកកនៅនឹងមាត់គោរោមហ្នឹងឯងអញ្ចឹងពីមួយពេលទៅមួយពេលវាធ្វើឲ្យស្ទះទៅបូកជាមួយនឹងបរិមាណប្រេងដែលផលិតកាន់តែច្រើនគឺពេលហ្នឹងឯងដែលធ្វើឲ្យមុនរបស់យើងគឺចាប់ផ្ដើមកកើតឡើងហើយជាពិសេសហ្នឹងគឺអ្នកដែលមានមុនស្រាប់មានស្បែកប្រេងស្រាប់ហ្នឹងគឺប្រកាសដែរចាប់ផ្ដើមឡើងហើយបើសិនជាថ្ងៃចូលឆ្នាំខ្មែរនេះលេងប៉ាត់ម្សៅបាច់ទឹកទៀតប្រកាសដែរបើសិនជាអត់បានថែទាំចប់ចូលឆ្នាំនឹងឡើងមុនហើយបាទអរគុណច្រើន